សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទសាជាថ្មីម្ដងទៀតហើយក៏មានរឿងមួយដែលពាក់ព័ន្ធទៅជាមួយនឹងបងស្រីម្នាក់គាត់រស់នៅក្នុងគ្រួសារមួយដែលមានជីវភាពរៀងខ្សត់ខ្សោយក្រលំបាកអញ្ចឹងណាប៉ុន្តែគាត់ត្រូវបានម្ដាយហើយនឹងឪពុករបស់គាត់នឹងរៀបចំទុកដាក់ឲ្យមានគូសកលមួយដោយសារខាងប្រុសនោះគេរស់នៅភូមិមួយទៀតដែលឆ្ងាយពីគាត់នឹងពីរភូមិហើយបងប្រុសម្នាក់ហ្នឹងគឺគាត់ស្រឡាញ់បងស្រីនឹងយូរហើយអញ្ចឹងទៅក៏មកអុកឲ្យឪពុកហើយនឹងម្ដាយរបស់គាត់នឹងចូលស្ដីបន្ទាប់ពីចាស់ទាំងសងខាងគាត់បាននិយាយគ្នាឲ្យហើយរួចចប់សពគ្រប់អញ្ចឹងគាត់ទាំងពីរនាក់ក៏បានរៀបការជាមួយគ្នាក្នុងរយៈពេល1ឆ្នាំដំបូងហ្នឹងឃើញថាបងប្រុសហ្នឹងគឺគាត់យកចិត្តទុកដាក់ជាមួយនឹងបងស្រីនឹងខ្លាំងមែនតើស្រឡាញ់ហើយធ្វើអ្វីទៅតាមចិត្តរបស់បងស្រីនឹងគឺភាគច្រើនតែរឿងដែលល្អហ្នឹងគឺវារក្សាបានតែក្នុងឆ្នាំដំបូងដល់បន្ទាប់មកទៀតមកមួយឆ្នាំក្រោយហ្នឹងគឺជាឆ្នាំមួយដែលបងស្រីគាត់ពោពោះជាលើកដំបូងហើយក្នុងពេលហ្នឹងដែរប្តីរបស់គាត់ហ្នឹងគឺផ្លាស់ប្ដូរអត្តចរិតតែម្ដងជាមនុស្សដែលគាត់ចូលចិត្តដើរលេងពេលយប់ច្រើនហើយរាប់អានមិត្តភ័ក្តិហ្នឹងក៏អត់សូវល្អទៀតហើយដើរផឹកស៊ីឆ្ងាយផុតពីផ្ទះអញ្ចឹងទៅអាសាមែនតើរឿងទុកប្រពន្ធចោលនៅនឹងផ្ទះម្នាក់ឯងហើយបងស្រីនឹងទៀតក៏គាត់ចិត្តដល់ថ្ងៃឆ្លងទន្លេហើយអញ្ចឹងប្តីរបស់គាត់នឹងគឺដើរបាត់ដល់ថ្ងៃដែលគាត់ឆ្លងទន្លេអញ្ចឹងគឺគាត់នឹងឯងត្រូវឆ្លងទន្លេតែម្នាក់ឯងទេអត់មានអ្នកណាគេដឹងគាត់ទេពួកអីប្តីដើរបាត់ហើយពេលឈឺពោះអត់មានប្តីនៅចិត្តអត់មានអ្នកណាគេរត់ទៅហៅឈ្មោះអីឬក៏អត់មានអ្នកណាគេប្រាប់អ្នកចិត្តខាងអីគឺអត់ទេអញ្ចឹងគឺតម្រូវតែមួយយ៉ាងគាត់ត្រូវកើតកូនម្នាក់ឯងគាត់ត្រូវបង្កើតកូននឹងដោយម្នាក់ឯងហើយបន្ទាប់ពីគាត់សម្រាលកូននឹងរួចចប់សពគ្រប់អស់ទៅកូននឹងសម្រាលចេញពីខ្លួនគាត់មកផុតបងស្រីនឹងគឺដាច់ខ្យល់ស្លាប់តែម្ដងហើយកូននឹងក៏ត្រូវបានអ្នកផ្ទះដែលនៅជិតនឹងគាត់ទៅទាន់គាត់ក៏ជួយសង្គ្រោះកូននឹងឲ្យរស់រានមានជីវិតទៅជាកូនស្រីហើយបងស្រីនឹងបន្ទាប់ពីស្លាប់ទៅចឹងទៅដំណឹងនឹងក៏ដឹងឮដល់ប្តីនឹងឯងក៏សោកស្ដាយកំហុសរបស់ខ្លួនឯងដែរប៉ុន្តែវាជ្រុលតាណាទៅហើយប្រពន្ធគាត់ក៏បានស្លាប់ទៅហើយដែរវាអត់អាចត្រឡប់ពេលថយក្រោយឲ្យវិញកើតទៀតទេអញ្ចឹងក៏យកសពរបស់ប្រពន្ធគាត់នឹងទៅសុំបញ្ចុះនៅក្នុងវត្តមួយកន្លែងដែលនៅជាប់គ្នានឹងផ្ទះរបស់គាត់នឹងទៀតគឺនៅជាប់ជាមួយនឹងវត្តនឹងឯងអញ្ចឹងផ្ទះរបស់បងស្រីនឹងគឺជាប់នឹងវត្តនឹងអែតនឹងផ្ទះរបស់គាត់នឹងក៏មានដើមអំពិលធំមួយដើមអំពិលហ្នឹងគឺធំមែនទែនតែនៅក្រៅលបងវត្តទេនៅក្នុងដីរបស់គាត់បើន័យថាអំពិលហ្នឹងគឺនៅខាងត្បូងផ្ទះរបស់គាត់ណាហើយយកសពទៅបញ្ចុះរបស់គាត់ហ្នឹងយកទៅបញ្ចុះនៅក្នុងវត្តនឹងឯងបន្ទាប់ពីរៀបចំពិធីបញ្ចុះអីហើយចប់សពគ្រប់អស់ប្តីរបស់គាត់ហ្នឹងក៏បានយកកូនស្រីនឹងឯងយកទៅផ្ញើជាមួយនឹងម្ដាយនៅភូមិមួយផ្សេងទៀតនោះហើយម្ដាយរបស់គាត់ហ្នឹងក៏មើលថែហើយបងប្រុសហ្នឹងក៏គាត់បានចេញទៅធ្វើការនៅភ្នំពេញត្រូវការងារនៅភ្នំពេញធ្វើអញ្ចឹងណានិយាយរឿងបងស្រីនឹងវិញបន្ទាប់ពីគាត់ស្លាប់ទៅអារម្មណ៍របស់គាត់នឹងគឺនៅដិតដាមជាមួយនឹងកូនពួកអីឃើញមកកូននឹងបានតែមួយផ្លែទេហើយក៏គាត់ស្លាប់ទៅអញ្ចឹងបើយើងអារម្មណ៍ជាម្ដាយសម្រាប់អ្នកនៅរស់យើងដឹងហើយថាគាត់ស្រឡាញ់កូនគាត់ប៉ុន្មានហើយសម្រាប់អ្នកដែលស្លាប់ហ្នឹងរត់តែស្រឡាញ់លើសនឹងទៀតស្រឡាញ់ខ្លាំងជាងដែលយើងអាចនឹងមើលថែកូនបានហើយវិញ្ញាណរបស់បងស្រីហ្នឹងក៏ប្រែក្លាយទៅជាព្រាយក្រឡាភ្លើងគាត់នៅណាគឺគាត់នៅនឹងដើមអំពិលខាងត្បូងផ្ទះរបស់គាត់នឹងឯងចឹងបានន័យថានៅជាប់ជាមួយនឹងលបងវត្តហើយផ្ទះគាត់លបងវត្តនៅជិតគ្នាហើយដើមអំពិលហ្នឹងគឺនៅជាប់ជាមួយនឹងលបងនឹងទៀតហើយចិត្តនឹងទៀតហ្នឹងក៏មានគាត់ប្រសងមួយអង្គដែលនៅខាងជើងព្រះវិហារបានន័យថានៅចិត្តនឹងផ្ទះរបស់គាត់នឹងមែនតើថ្ងៃមួយក៏មានលោកគ្រូម្នាក់ហ្នឹងគាត់មកពីខាងខេត្តក្រចេះគាត់ត្រូវបាន
ជាប់ការងារជាគ្រូបង្រៀនផ្នែកកីឡាហើយលោកគ្រូហ្នឹងគឺគាត់មានរូបរាងស្អាតសង្ហាមែនតើមានខ្ពស់មានកម្ពស់ហ្នឹងខ្ពស់ល្អហើយសម្បល់គាត់ហ្នឹងក៏សស្អាតដែរតែតម្រូវឲ្យគាត់មករកកន្លែងនៅអញ្ចឹងទៅក៏នាយកសាលាហ្នឹងរៀងស្និទ្ធស្នាលជាមួយនឹងព្រះគ្រូជាអធិការវត្តដែរក៏បាននាំគាត់មកសុំស្នាក់អាស្រ័យនៅនឹងគាត់លោកនៅខាងជើងវិហារហ្នឹងឯងពេលដែលគាត់មកដល់ហ្នឹងគាត់រស់នៅនឹងគាត់នឹងផ្ទាល់អញ្ចឹងណាជាមួយនឹងព្រះសង្ឃឃើញថាណែនដែលនៅនឹងគាត់ហ្នឹងជាមួយនឹងព្រះវិខុសង្ឃរួមទាំងលោកគ្រូដែលគាត់ទៅផ្លាស់មកហ្នឹងគឺមានតំណែងតំណងជាមួយគ្នាល្អមែនតើចុះសម្រងគ្នាមែនតើហើយលោកគ្រូនឹងទៀតក៏គាត់ចូលចិត្តលេងសើចជាមួយនឹងព្រះសង្ឃអង្គតូចៗអញ្ចឹងណាដល់ថ្ងៃមួយព្រះសង្ឃដល់ម៉ោង9លោកបាននិមន្តទៅបិណ្ឌបាតហើយលោកគ្រូម្នាក់ហ្នឹងគាត់ក៏ត្រូវបានទៅបង្រៀនសិស្សដូចគ្នាដល់ពេលម៉ោងដែលត្រូវបកត្រឡប់មកវិញគឺលោកគ្រូនោះក៏គាត់បានបញ្ចប់នៅម៉ោង11ហើយព្រះសង្ឃក៏លោកក៏ចូលបិណ្ឌបាតហើយនិមន្តបិណ្ឌបាតហើយក៏ត្រឡប់មកវត្តវិញលោកឆាន់ចប់ថាម៉ោងមិន10ជាងអញ្ចឹងឆាន់ចប់អីហើយចប់សពគ្រប់អញ្ចឹងលោកដឹងថាលោកគ្រូម្នាក់ហ្នឹងគាត់ទៅទៅមកហើយអត់តហ៊ានទៅសាលាទេណែនទូចហ្នឹងក៏យកបាយដែលលោកឆាន់នៅក្នុងសាលាឆាន់ហើយបាយដែលនៅក្នុងបាតហ្នឹងទៅលោកចាប់ឆាន់ទេព្រមទាំងសាឡហ្នឹងមកស្រាក់ហើយនឹងបាយហ្នឹងកន្លះបាតយកមកຕົកនៅលើគាត់ហ្នឹងដើម្បីឲ្យលោកគ្រូដែលគាត់មកពីបង្រៀនហើយហ្នឹងគាត់បានហូបបាយហ្នឹងដែរដល់ពេលហ្នឹងលោកគ្រូគាត់ហូបបាយហើយរួចរាល់ចប់សពគ្រប់អស់យ៉ាងទៅបាយហ្នឹងក៏នៅនឹងបាតហើយលោកគ្រូហ្នឹងក៏គាត់ចាប់បាយខ្លះដាក់នៅនឹងចានជាមួយនឹងសាច់ខបន្តិចបន្តួចអញ្ចឹងណាខសាច់ជ្រូកអញ្ចឹងគាត់ដាក់នៅនឹងទៅដើម្បីឲ្យឆ្មានៅនឹងគាត់ហ្នឹងវាបានស៊ីដែរបន្ទាប់ពីគាត់ដាក់អញ្ចឹងហើយចប់សពគ្រប់អត់ទៅឆ្មាហ្នឹងវាអត់សូវស៊ីច្រើនទេដោយបងប្អូនដឹងពីទម្លាប់វាគឺស៊ីតិចទេហើយក៏វារត់ទៅបាត់ទៅអាបាយហ្នឹងនៅសល់នឹងថាសហ្នឹងហើយក៏ទុកបាយនៅនឹងថាសហ្នឹងចោលជាមួយនឹងសាច់អីផ្សេងអញ្ចឹងដល់ល្ងាចឡើងម៉ោងល្បាក់ម៉ោង4ទៅម៉ោង5ក៏គាត់ចេញបកត្រឡប់មកវិញគាត់មកដល់គាត់នឹងហើយប្រសងម៉ោងប៉ុណ្ណឹងគឺលោកទៅនមស្ការលើវិហារអស់ហើយគាត់មកតែម្នាក់ឯងទេនៅពេលហ្នឹងគឺលោកគ្រូម្នាក់ហ្នឹងគាត់ឃើញតែម្ដងឃើញតែមានដៃមួយហ្នឹងគឺលុកចេញពីតសកដាលហ្នឹងជាដៃមនុស្សស្រីព្រោះឯដៃហ្នឹងទូចដែរទេហើយមើលទៅគឺសម្បុរខ្មៅស្រអាប់ដៃហ្នឹងសុទ្ធតែតសៃហើយកញ្ចក់វែងទៀតតែលោកគ្រូថាដៃហ្នឹងគឺជាដៃរបស់មនុស្សស្រីលុកអាបាយឆ្មាហ្នឹងច្បាមមកហើយយកមកដាក់នៅនឹងមាត់ហ្នឹងណាតែគាត់ឃើញមុខអត់ច្បាស់ទេចេញពីកន្លែងតសហ្នឹងលុកដៃចឹងមកឃើញមុខតែមិនតិចដែរប៉ុន្តែឃើញអត់ច្បាស់ទេគាត់ភ័យខ្លាំងពេកក៏គាត់ប្រាស់រត់ចុះពីលើគាត់ហ្នឹងទៅអង្គុយចាំព្រះសង្ឃដែលលោកកំពុងតែនមស្ការហ្នឹងអង្គុយចាំនៅក្រោមដើមឆ័ត្រហ្នឹងនៅលើបងហ្នឹងរហូតទៅដល់ព្រះសង្ឃលោកនមស្ការចប់ក៏កូននេនមួយហ្នឹងមកសួរលោកគ្រូមិនក៏មិនឡើងលើគាត់បានគាត់ប្រាប់ថាកណាទៅមិនកើតមិញហ្នឹងគឺខ្មោចលងកណានេនហ្នឹងក៏សួរថាខ្មោចលងមិនវិញគ្រូថាកណាឃើញមានដៃមួយរាងស្គមសិតតែសរសៃហើយដៃនឹងខ្មៅឡើងស្អាប់លុកដៃចេញមកនោះគឺមានកញ្ចក់វែងមែនតើហើយដៃវែងណាលុកចេញមកស៊ីអាច្បាមបាយឆ្មាហ្នឹងយកទៅស៊ីដល់អញ្ចឹងcôនេនមកអង្គនឹងថាអូមិនឡងតែលោកគ្រូទេអាត្មាក៏ធ្លាប់ខ្មោចនឹងឡងដែរដល់ពេលអញ្ចឹងលោកគ្រូគាត់ចាប់ដើមសួរមកឡងមិនវិញគុណហ្នឹងលោកគ្រូឯងអត់ដឹងទេកាលនោះលោកគ្រូមិនទាន់មកទេអាត្មានៅលើគាត់តែមួយអង្គឯងហើយអង្គផ្សេងទៀតហ្នឹងគឺមុនទៅបាត់ម៉ាតអស់ហើយថ្ងៃហ្នឹងអាត្មាស្រួលខ្លួនស្រាប់តែក្រោកវាសឹងមកឃើញតែហ្មងឃើញមនុស្សស្រីម្នាក់ហ្នឹងគឺរូបរាងស្គមយកតែមែនតើ
ហើយមុខមាត់ហ្នឹងជ្រាជ្រួញភ្នែកហ្នឹងស្លក់សក់ហ្នឹងដោះរៀងរយទេតែក៏ត្រៀងក៏ត្រឹងបើន័យថាមិនមែនថារយសក់ខ្លីទេសក់វែងប៉ុន្តែហើយសក់ហ្នឹងក៏វាស្ដើងមើលទៅសឹងតែឃើញលាហើយដៃហ្នឹងក៏ស្គមក៏ជក់វែងមែនតើលូកច្បាមបាយឆ្មាហ្នឹងស៊ីដែរអាត្មាឃើញភ័យខ្លាំងពេកទាញខ្នើយគប់ហើយអាត្មាលោតចុះពីលើគាត់មកពេលនោះអាត្មាភ័យមែនតើប្រសងតូចហ្នឹងលោកនិយាយអញ្ចឹងប្រាប់ទៅកាន់លោកគ្រូហ្នឹងដល់លោកគ្រូហ្នឹងគាត់ថាអូអញ្ចឹងតែមួយអីចឹងហើយគុណធ្វើម៉េចទៅដល់ពេលលោកក៏ឆ្លើយថាអាត្មាឃើញតែម្ដងហ្នឹងហើយទៅក៏អត់ដែរឃើញអីទៀតទេដល់អញ្ចឹងលោកគ្រូនឹងសួរថាបើអញ្ចឹងបើដោគាត់បានអត់ថាឥឡូវចេះទៅលោកគ្រូនឹងផ្លាស់ទៅនៅគាត់មួយទៀតទៅចាំសុំបច្ច័យអធិការដល់ល្ងាចឡើងនេះឲ្យម៉ោងល្បាក់ម៉ោង6ទៅម៉ោង7មិនល្ងាចទេវាយប់ហើយក៏ប្រជាអធិការវត្តនឹងលោកនិមន្តមកពីទេសនាហើយក៏លោកគ្រូម្នាក់ហ្នឹងគាត់ទៅថ្វាយអង្គមសុំដោគាត់តែដឹកគុណកណាសុំដោគាត់ទៅបច្ចាតិកាវត្តហ្នឹងក៏លោកមានសង្ឃតិកាថាគាត់ផ្សេងទៀតហ្នឹងគឺលោកសឹងពេញអស់ហើយអត់មានកន្លែងណាតនេទេបើអាចលោកគ្រូសម្រាប់នៅនឹងសិនទៅតម្រាំតែគេធ្វើគាត់ថ្មីហើយពេលហ្នឹងលោកគ្រូហ្នឹងក៏គាត់អត់ដឹងធ្វើម៉េចមានតែមកសម្រាប់នៅគាត់ដដែលឡើងឯងទាំងដឹងហើយថាគាត់ហ្នឹងគឺមានខ្មោចតែក៏អត់ដឹងធ្វើម៉េចដល់ពេលកន្លងទៅរៀងយូរបន្តិចលោកគ្រូហ្នឹងក៏គាត់សម្រាប់នៅនឹងជុំគ្នាដដែលទេដោយគាត់មានក្រែមួយរៀងទូចហើយទៀបមកល្មមឯងគាត់សម្រាប់នៅលើក្រែហ្នឹងហើយប្រសងអង្គផ្សេងទៀតគូលោកសឹងហ្នឹងគឺសឹងក្រែខ្ពស់អញ្ចឹងបានន័យថាអត់ស្មើជាមួយនឹងលោកទេគាត់សម្រាប់ក្រែដែរតែក្រែទៀបប៉ុន្តែលោកសឹងដែរតែក្រែខ្ពស់ហើយក្រែធំជាងហ្នឹងអញ្ចឹងអត់រាប់ថាស្មើគ្នាទេគាត់សម្រាប់នៅក្នុងសុកហ្នឹងកន្លែងដែលគាត់សម្រាប់ហ្នឹងក៏ជាជាប់មាត់បង្អួចមួយហើយបងប្អូនចាំបានអត់ថាបង្អួចហ្នឹងគឺជាបង្អួចដែលនៅខាងជើងហើយបង្អួចហ្នឹងទៀតសោតក៏វាអាចមើលទៅឃើញផ្ទះបងស្រីម្នាក់ដែលគាត់ស្លាប់ហ្នឹងនិយាយដល់យប់ហ្នឹងប្រសងអង្គផ្សេងគឺលោកសឹងអស់ហើយលោកគ្រូហ្នឹងក៏គាត់សម្រាប់ទៅមកភាំងហើយដល់ពេលដល់ពាក់កណ្ដាលយប់យើងគាត់ក៏ភ្ញាក់ដឹងខ្លួនឡើងវិញដល់ពេលភ្ញាក់ដឹងខ្លួនឡើងវិញអញ្ចឹងគាត់ឮសំឡេងខ្យល់វូអញ្ចឹងគាត់ខ្លាចមេឃភ្លៀងចង់ទៅបិទបង្អួចដែលនៅនឹងលើក្បាលរបស់គាត់ហ្នឹងគាត់ក្រោកចង់ទៅបិទបង្អួចហ្នឹងខ្លាចមេឃភ្លៀងដល់ពេលហ្នឹងគាត់ទាញអាបង្អួចហ្នឹងរៀបនឹងបិទហ្នឹងបំពេចហ្នឹងគាត់ក៏ចោលភ្នែកទៅមើលចំផ្ទះបងស្រីហ្នឹងឃើញតែផ្ទះហ្នឹងគឺល្ងិតគាត់គ្រាន់តែឃើញផ្ទះហ្នឹងគឺរៀងស្រាវខ្លួនមែនតើអញ្ចឹងគាត់បែរពីផ្ទះហ្នឹងមកបន្តិចមកប្រឆាត់ហ្នឹងបន្តិចក៏គាត់មើលទៅកាន់ដើមអំពិលមួយនេះអ្វីដែលគាត់មើលទៅកាន់ដើមអំពិលហ្នឹងគឺគាត់ឃើញបងស្រីនឹងឯងនៅអង្គុយនៅដើមអំពិលហ្នឹងគាត់អង្គុយយំគាត់អត់ដឹងថាយំហ្នឹងក្នុងដៃបែបមិនទេយំអញ្ចឹងទៅមកសន្ទុះទៅក៏ប្រែទៅជាសោចវិញដល់លោកគ្រូហ្នឹងគាត់ឃើញអញ្ចឹងគាត់ភ័យខ្លាំងពេកគាត់ទាញទ្វារនឹងបិទក្រឹបក៏គាត់មកសម្រាកនៅលើក្រែរបស់គាត់នឹងវិញពេលហ្នឹងឯងឮសំឡេងតែម្ដងអត់ឃើញរូបទេតែឮសំឡេងបងស្រីហ្នឹងគាត់បំពេកូនគាត់នៅលើដើមអំពិលហ្នឹងឯងសំឡេងហ្នឹងក៏អូសឡាយវែងហើយមួយគូលឡើងក៏រលួចពេញកាជារបស់គាត់តែម្ដង
ហើយបងប្អូនមើលបន្ទាប់ពីនឹងមកគឺគាត់លើសំឡេងទៀតសំឡេងកូនក្មេងយំក្មេងនឹងយំកាន់តែខ្លាំងចឹងទៅបងស្រីហ្នឹងក៏កាន់តែប្រពេកូនហ្នឹងលឺកាន់តែខ្លាំងទៅហើយយប់ស្ងាត់ម៉ោង11 12ហើយប្រសងអង្គផ្សេងគឺលោកសឹងហើយអស់ហើយនៅសល់តែលោកគ្រូនឹងម្នាក់គាត់ភ័យគាត់ខ្លាចមែនទែនតែអត់ហ៊ានទៅណាប្រសងអង្គណាទេពួកអីលោកសឹងហើយក៏មានតែគាត់នឹងឯងដាក់កាសឲ្យលឺហើយគាត់សងំគេងស្រាប់ដល់ពេលគាត់គេងទៅបានមិនបន្តិចហ្នឹងលឺសូរសំឡេងម្ដងទៀតសំឡេងអីគេគឺសំឡេងមនុស្សហ្នឹងដើរនៅក្រោមគាត់លន់សំឡេងខ្លាំងមែនតើនេះសំបីតែគាត់ដាក់កាសហ្នឹងហើយហ្នឹងក៏នៅតែលឺសំឡេងហ្នឹងទៀតសំឡេងដើរខ្លាំងមកសន្ទុះមកគោះអីនៅក្រោមគាត់ต้องលន់ក្រាំងលោកគ្រូគាត់ចាប់ដើមភ័យហើយពេលនឹងឯងក៏មានប្រសងមួយអង្គលោកតើមកដែរប្រាប់មកក៏លោកសួរថាញោមមានលឺអីអត់មិញលោកគ្រូក៏គាត់ឆ្លើយទៅវិញថាកណាលឺទៅគុណហើយលឺមកពីណាគេគូសអីមែនទៅក៏លោកគ្រូនោះគាត់ធ្វើដែរកុំមាត់ចាំស្ដាប់គាត់ធ្វើអញ្ចឹងម្ដងនឹងបានគ្នា2នាក់គាត់ចាំស្ដាប់តែម្ដងអាដបងខ្លាចពួកអីនៅម្នាក់ឯងដល់ពេលបន្ទាប់មកបានគ្នា2នាក់ហើយគាត់ចាំមើលអត់ហ៊ានបើកប្រអួចទេបងប្អូនក៏ទៅលួចមើលតាមប្រហោងទូចមួយដែលនៅជាងហ្នឹងប្រហោងដែលទៅធ្លុះទូចមួយមូលមកល្មមអាចមើលមកភ្នែកបានហ្នឹងទៅលួចមើលនៅហ្នឹងនេះ2នាក់ចុះដល់គាត់មើលទៅបងប្អូនគាត់ឃើញបងស្រីហ្នឹងយល់កូនហ្នឹងយល់កូនប៉ៃអញ្ចឹងតែឈប់បំពេឈប់អីអស់ទៀតហើយគ្រាន់តែគាត់មើលហ្នឹងគឺបងស្រីម្នាក់ហ្នឹងគឺសម្លឹងមកគាត់វឹកហ្មងហាក់បីដូចជាឃើញគាត់ចឹងសម្លឹងមើលមកវឹកលោកគ្រូហ្នឹងក៏គាត់ប្រាស់ខ្លួនវឹកចេញមកអញ្ចឹងដែរចង់បះជើងប្រសងអង្គហ្នឹងក៏លោកមើលទៅម្ដងមើលទៅដូចគ្នាឃើញបងស្រីហ្នឹងគាត់សោចលឺមែនតើដល់ពេលអញ្ចឹងប្រសងអង្គហ្នឹងលោកឃើញអញ្ចឹងហើយកាន់តែសោចលឺទៅអញ្ចឹងលោកក៏ថយមកក្រោយសិនព្រោះសំឡេងហ្នឹងគឺលន់រំពងពេញកជារបស់គាត់តែម្ដងតែសួរថាអង្គផ្សេងលឺដែរអត់ទេលឺតែលោកគ្រូម្នាក់ហ្នឹងជាមួយនឹងប្រសងអង្គហ្នឹងទេព្រោះអីផ្សេងទៀតគឺលោកសឹងអស់ហើយមកយប់ហ្នឹងក៏លឺចិត្តទាំងព្រឹកគាត់សម្រាប់អត់បានអញ្ចឹងទាំងប្រសងទាំងលោកគ្រូបង្រៀនកីឡាហ្នឹងគាត់អង្គុយនិយាយគ្នាគាត់ថាខ្មោចទាំងឡងសាហាវឡងគូសាហាវខ្លាំងមែនតើដោយសារអីជាខ្មោចដែលគាត់កើតកូនហើយស្លាប់អត់ទាន់បានឃើញមុខកូននឹងច្បាស់លាស់ទេអញ្ចឹងវិញ្ញាណរបស់គាត់នឹងគឺអត់ទៅណាទេនៅអឡោះឡៃជាមួយកូននឹងឯងដល់ពេលក្រោយមកទៀតក្រោយពីយប់នឹងទៅណាលោកគ្រូហើយនឹងប្រសងអង្គហ្នឹងឲ្យទៅយប់ឡើងមកគឺគាត់ចាំស្ដាប់ហើយយប់ឡើងគឺចាំស្ដាប់ហើយគូលឺជាប់គ្នាសឹងតែរាល់ថ្ងៃតែម្ដងយូរទៅស៊ំណាលែងចង់ខ្លាចទៅហើយមានគ្នាចាំស្ដាប់ទៅហើយវាមិនមែនថាមិនខ្លាចសោះទេខ្លាចដែរប៉ុន្តែចាំមើលថាហេតុការណ៍ហ្នឹងវាយ៉ាងម៉េចខ្លះទៀតថ្ងៃខ្លះហ្នឹងគឺយំដើរលើដបូលផ្ទះរបស់គាត់ហ្នឹងណាដល់ចុះដល់ឡើងដល់ចុះដល់ឡើងចឹងទៅរកមើលនេះរកមើលនោះនៅដៃរបស់គាត់ហ្នឹងគឺអត់មានកូនទេអញ្ចឹងគាត់ស្រែកមកទំហឹងពេញទំហឹងរបស់គាត់ហ្មងគឺគាត់ស្រែករកកូនរបស់គាត់អត់បានជួបកូនណាស្រែករកកូនរបស់គាត់ចឹងគឺស្រែកពេញមួយទំហឹងចឹងមកដល់ពេលក្រោយមកអារឿងហ្នឹងក៏វាល្បីមិនមែនតែលោកគ្រូម្នាក់ហ្នឹងក៏មិនមែនតែប្រសងអង្គហ្នឹងលោកឃើញទេសម្រាប់អ្នកស្រុកអ្នកភូមិពីណាក៏ដោយឲ្យតែដើរកាត់តាមហ្នឹងឲ្យតែរៀងយប់បន្តិចហ្នឹងគឺឃើញទាំងអស់គ្នាអ្នកខ្លះទៅក៏ឃើញផ្ទះហ្នឹងបើកទ្វារហើយអត់ភ្លើងអត់អីហើយក៏ឃើញបងស្រីទាំងឯងអង្គុយយល់កូននៅក្នុងផ្ទះហ្នឹងឯងហើយអ្នកខ្លះទៀតហ្នឹងក៏ដើរកាត់តាមហ្នឹងហើយឃើញបងស្រីឈរលើដំបូលផ្ទះហើយពេលខ្លះទៀតហ្នឹងក៏ឃើញបងស្រីហ្នឹងគាត់ចុះមកក្រោមផ្ទះរៀបចំនេះរៀបចំនោះ
tao nè sọc nè phun từng on đai nơi chất nó cứ cây khởi chẳng cái đăng tao tên nó cứ miên màu nữa đó coi mà tiệt vì che tao bài đang là hốt đó nè có mà đai bà quạt bằng cát nó có một sná rụp quạt chia sẻ sná rụp tẹt nâng chào sná đây quạt á rụp tẹt nâng chào rồi tẹt nâng chào hai ấy cho sọc rụp ở dân tới có đọc chơi tranh đỏ hay chơi nó có gió tới bậc kênh lốp nơi vọt mùi xanh tiệt bộ ấy bậc kênh nơi vọt nó cứ lô còn gió thế lục đăng và xong nó hai nó lục ru nó quạt man prap tới bậc ru cha thì cá hay prap từ lục ông xanh xanh tiết tự đăng tại ọt miên này cái này chơi tranh cạn thì rồi hô từ đó về đáy ru quạt nó háo gió từ bậc kênh được quạt xanh lốp nơi quạt xanh nó lô quạt đắng này cái bậc kênh thường chơi đang thua chỉ cốt lúc sờ bài chặt này vô chơi đang ấy vô từ riệp trong co sang chỉ cốt tôi vót đang ọt ngay bị kia thì ọt ngay bị kiaประมาณ pi cái line vót lại được con nắng lục cùng nơi thì vô từ riệp trong thua hơi cho sắp trong có những tới có riệp trong cốt đang ao và sắm lục sang đang cứ sang ọt ban đây mà đâu lưu đầm na đưa nâng vậy tha ao tại pe na để lục sang cứ bong say nâng là lừa thằng nằm à coi bao câu là lừa thằng nằm nâng chứ hai pe khna ta bộ pe câu là lừa thằng nằm nâng pe khna ta cột đào lừa thằng nằm nâng trong lang sao phong yum phong hàng lục nâng quạt nó cứ sang ngặt ban tại mà đồng là hốt đó tộc quạt nâng chào bộ ấy tớp cái thưa đây ở trên núi tham mấy rú tranh cái vật cả đây tộc quạt nâng chào là miền ông na sang thì ai xua từ đường nâng chọc thầm nâng đấy ọt chọc thế tộc quạt nâng chào hơi chuôn có khơi nên nóng ai khác tiết nè có khơi nơi chỉ môi nâng đàm bờ và quạt nâng đài giấy bị con sơ lục mà nè con sơ lục mà nè nó cứ quát nó không chất nâng đài quạt đắng hai thà té nắng cứ mọi lòng và tái và to bị rút té tới bát nhấn quát thời đa tam nâng à rồi sao té hay không mấy nữa là dụ đôi chia đọc bay từ đọc 4 năm con sơ lục lắm bên này tập pe ngay pe pra cái dân tới có quạt từ chui ban ba và xong đó chọc mong chân tới lúc chăn ngay tới ôn pro nó có quạt lóp từ tia vinh chân tới miền bay sẽ lóp lắc có dọc tạo mà đây và quạt từ hỏi lốp pra ơi chân tới có ban lôi class sầm rạp cột bông ca riêng sâu để chân tới ngay mùi ôn pro này nó cứ đào vì quạt nó tới từ 8 play nè thật đào viên từ tia quạt đó đó bé đào mà tam nâng hói không đào một lần sao cả con sao lô của nó quát khơi rồi khơi bom phay nó lừa đào một lần tiệt po con hơi sao lừa khăng tới ôn nó được phay khăng pếch với rất đùa buôn pram tao lọc nói về strike mà tầm hưng rồi ai xua thì dục đấy dục đi apel ngay này là bạn mau đọc pi màu muối là bạn lông đằng ngay tầm đó nó rất tới strike phong ấy phong tới ok xua tới rút khiếp nó cứ tam khơi nhưng tại đâu là hốt từ đó mà đây nó vô cô nó từ sau tắt nó quạt xây điện sau tắt ấy dân hao cho sọc nó bỏ tới áo ấy cô nó sầm ra ôn nó của việc bạn mà quạt chất là khai ọt màu thì đó khỏi mới tiếp đầu lời đà chụp đào lần này của ấy vì chụp hai ca bài nắng viên nơi chăm chọp lần này đo cao thì nâng tịch tiết có miền và xong mà on chỉ còn nét này cũng nơi cọt xanh thì mình chỉ mùi lục ru nắng này mình sân nơi chỉ mùi lục ru cọt nắng đại thì cứ cọt xanh khang cọt khang thập bông về hiện đo ngày nắng lốt đa máu còi sải chăn máu thiệp dột keo dột ấy giống vội luộc tra men tên đương nhiên ta đó cô cọp bông ta đó cô khap mà cọp bông đang cô trong quay ta cọ đại chay kia trong mà đâu mà cả thôn có lúc chờ ón chay kia chăn ấy trắng và xong mà ón nắng lúc trâu mà dỗ keo đó bên đa mà còi sải chăn chứ sao mà đó ta bóng cọt ấy đi còn ta mình đang mắt quát nghĩa máu còi sải chăn hiện khai máu đáy nghĩa máu vóc khơi và đòi khơi miên là trầm các bạn sọ vàng này ní cổ chiêm mộc nó cứ bật lạ vô quanh đôi chiêm thôi là cả lấy các ba chỉ đá nó việc đôi chỉ chương piên này đầm co các ba không chân đó và sau nó lục hơi giống lúc phay khang men tên
សបាចាប់អាកែវនឹងមករាប់1 2 3 4 5យើងរាប់ដល់10បិទភ្នែកក៏តែអាកែវនឹងខ្វោកមករត់ប្រោចទៅតែម្ដងរត់ទៅដល់កន្លែងទីស្នាក់ការកដាលហ្នឹងចាប់ផ្ដើមញ័រតាហើយប្រាប់គេគេអត់ជឿទេពួកអីប្រសងឡើងហ្នឹងលោកចូលចិត្តលេងច្រើនអញ្ចឹងប្រាប់គេដំបងគេអត់ជឿទេស្រាប់តែមកសន្ទុះក្រោយមកគឺញាក់យកតែម្ដងហើយចាប់ដើមជ្រុះសក់អាក្រោយនេះជ្រុះសក់ខាងក្រោយហ្នឹងចំហៀងប្រកេះលោកខាងក្រោយហ្នឹងឯងដល់អញ្ចឹងទៅបច្ច័យទៅការវត្តក៏លោកស្រោចទឹកឲ្យអង្គហ្នឹងអស់តែ2ធុងលែងអីអារម្មណ៍ខ្លាចអីហ្នឹងក៏លែងមានទៀតហើយអញ្ចឹងលោកទៅសឹងនៅនឹងគាត់ហ្នឹងធម្មតាវិញទៅហើយរឿងហ្នឹងឯងក៏វាបញ្ចប់តែប៉ុណ្្នឹងប៉ុន្តែសាច់រឿងហ្នឹងបើយើងគិតទៅថាព្រាយកលាភ្លើងគឺឡងខ្លាំងមែនតើហើយដើម7ហ្នឹងគឺអត់ទាន់បាត់តាណាទេលឺលៀងថាមកដល់សពថ្ងៃហ្នឹងហើយក៏នៅមានឆ្មក់ឡងម្ដងមកកាលដែរអត់ទាន់ចប់ទេហើយអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលស្ដាប់តាំងពីដើមរហូតដល់ចប់បើពេញចិត្តនៅវីដេអូដែលខ្ញុំបានផលិតសូមជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងហើយជួយ comment កែសម្រួលនៅក្រោមវីដេអូរបស់ខ្ញុំបាទផងអរគុណច្រើន